សាច់ញាតិខាងប្តីបងនេះបានចូលខមមិនថាបងនេះគឺមិនមែនជាប្រពន្ធដើមទេគឺជាប្រពន្ធចង់តើរឿងនេះជាការពិតមែនឬមួយយ៉ាងណាកាលពីមុនគ្រូសាខ្ញុំហើយនឹងម្នាក់ស្រីហ្នឹងគាត់ពិតជាប្តីប្រពន្ធមែនបន្ទាប់មកគាត់មានបញ្ហាគាត់ថាគ្រូសាគាត់ក្បត់គាត់ថតជាសម្លេងឲ្យបងប្អូនឲ្យបងប្អូនខ្ញុំស្ដាប់ឬបងនិយាយថាចែកផ្លូវគ្នាដាច់ស្រឡះហើយខាងស្រីគេឡើងទៅកូរ៉េគេយកប្តីនៅកូរ៉េចាហើយក៏ខាងគាត់ហើយនឹងបងប្អូនខាងគាត់និងបងប្អូនខាងនាងខ្ញុំហ្នឹងក៏ផ្សំគុំនាងខ្ញុំឲ្យផ្សំគុំឲ្យខ្ញុំតាក់ទងគ្នាឲ្យមើលចិត្តគ្នាអីមួយរយៈក៏តាក់ទងគ្នាហើយក៏រៀបចំនាងខ្ញុំឲ្យហ្នឹងបាទខ្ញុំក៏ឆ្ងល់ដែរដល់ពេលអញ្ចឹងខ្ញុំជាប្រពន្ធដើមឬជាប្រពន្ធចង់សូមបងប្អូនជួយវែកញែកឲ្យខ្ញុំផងពេលដែលខ្ញុំមានលុយប្តីក៏រត់មកខាងខ្ញុំឥឡូវខ្ញុំធ្លាក់ដល់ចំណុច0រកស៊ីជាមួយគ្នាបាត់ដៃទទេធ្លាក់ដល់បាត់ដៃទទេចំណុច0ប្តីដើរចេញពីខ្ញុំខាងនោះឡើងទៅកូរ៉េគេធ្វើផ្ទះធ្វើសបាញ់ឲ្យគេមានលុយមានមុខមានមាត់ប្តីក៏រត់ទៅខាងគេភ្លាមបងខ្លាញ់ខ្ញុំវល់ជាសម្លេងមកថ្ងៃមិញពេលខ្ញុំកំពុងតែធ្វើការឥឡូវហ្នឹងខ្ញុំទៅមកពីធ្វើការខ្ញុំមកជួបបងសាព័ត៌មានហ្មងគាត់ថាអូនគាត់មកតកៅមកចកេះទេហើយទៅវិញតកៅមកចកេះខ្ញុំទទួលស្គាល់គាត់មកតកៅមកចកេះទេបងប៉ុន្តែគាត់ទៅវិញគាត់ទុកបំណុលឲ្យខ្ញុំជាច្រើនឲ្យខ្ញុំទទួលបន្ទុកម្នាក់ឯងទាំងអស់ហើយគាត់ថាបងគាត់ទុកផ្ទះទុកដីទុកឡានឲ្យខ្ញុំចានេះផ្ទះដីឡានគឺគាត់ទុកឲ្យខ្ញុំទាំងអស់ជំងឺគ្រប់យ៉ាងទាំងអស់គឺដោយសារខ្ញុំគិតច្រើនហ្មងគិតច្រើនណាទៅជាឈឺសពបែបយ៉ាងទាំងអស់ព្រោះខ្ញុំជាអ្នកប្រឈមមុខនឹងបំណុលទាំងអស់បំណុលធំតូចគឺខ្ញុំទាំងអស់គេស្គាល់តែលេខទូរស័ព្ទខ្ញុំទេគេអត់ស្គាល់ប្តីខ្ញុំទេលេខទូរស័ព្ទខ្ញុំគឺគេអត់ស្គាល់គឺគេរត់តែខ្ញុំទេខ្ញុំជាផ្ទាំងស៊ីបរបស់ម្ចាស់បំណុលទាំងអស់ដូចខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងតាំងពីវីដេអូទី1នោះខ្ញុំបញ្ជាក់ទៅកាន់ភាគីខាងប្តីអញ្ចឹងណាថាបើសិនជាគាត់មានចម្ងល់ឬមួយក៏ថាបងស្រីនេះគាត់ចេះតែនិយាយបំភ្លឺឬមួយក៏ខុសពីការពិតទាំងអស់ដែលគាត់មិនបានធ្វើបែបនោះមែនអញ្ចឹងគាត់អាចមកបកស្រាយបានខ្ញុំទទួលបកស្រាយ24ម៉ោងលើ24ម៉ោងរាល់ពេលម៉ោងធ្វើការទេអនុញ្ញាតគ្រប់នឹងជំរាបសួរទៅកាន់ប្រិមិត្តរបស់គឹមស្រុនញូនៅថ្ងៃទី1ខែ4ឆ្នាំ2025ខ្ញុំបាទគឹមស្រុនបាទកំពុងតែជួបសុភាជាមួយនឹងបងស្រីម្នាក់ដែលជាលើកទី2ហើយថ្ងៃមុនគាត់បានមកលើកឡើងពីប្តីរបស់គាត់មកសាហើយគាត់សំណូមពរឲ្យខាងខ្ញុំនេះជួយផ្សព្វផ្សាយរឿងព័ត៌មានពាក់ព័ន្ធទៅនឹងរឿងរ៉ាវគ្រួសាររបស់គាត់ដែលប្តីរបស់គាត់បានចាក់ចេញពីគាត់ទៅនៅជាមួយនឹងប្រពន្ធផ្សេងបាទមួយរយៈមកហើយបាទគឺរយៈពេល2ឆ្នាំហើយនឹងទុកបំណុលឲ្យបងស្រីគាត់បងតែម្នាក់ឯងហើយការមកថ្ងៃនេះជាលើកទី2នេះគឺដោយសារតែគាត់បាទឃើញថាការខមមិនមួយចំនួនពីភាគីខាងប្តីហើយសូមបញ្ជាក់ផងដែរខាងប្តីរបស់គាត់ហ្នឹងក៏បានខលមកខ្ញុំដែរកាលពីម្សិលមិញបាទហើយក៏ខ្ញុំបានបញ្ជាក់ឲ្យដែរទៅកាន់ប្តីរបស់គាត់ថាបងអាចមកបកស្រាយបានខ្ញុំទទួល24ម៉ោងលើ24ម៉ោងរាល់ពេលម៉ោងខ្ញុំធ្វើការអញ្ចឹងណាបាទអញ្ចឹងបើសិនជាការលើកឡើងរបស់បងស្រីពាក់ព័ន្ធនឹងរឿងរ៉ាវគ្រួសាររបស់គាត់ហ្នឹងដែលគាត់បានចោទថាប្តីរបស់គាត់ហ្នឹងចាក់ចេញពីផ្ទះហើយមិនបានជួយបងបំណុលបើរឿងនេះជារឿងមិនពិតបងប្រុសដែលជាភាគីខាងប្តីនោះអាចមកបកស្រាយបានខ្ញុំធ្វើការបកស្រាយជូនកុំឲ្យមហាជនយល់ច្រឡំឬមួយគិតថាអូបងស្រីគាត់ចេះតែនិយាយចេះតែលើកឡើងផ្ដេសផ្ដាស់អញ្ចឹងណាប៉ុន្តែលើនេះបងស្រីគាត់មកជាលើកទី2នេះដើម្បីបញ្ជាក់ច្បាស់ថាគាត់មិនបានក្នុងការនិយាយនេះគ្មានផុសតាំងទេគឺគាត់និយាយទាំងប្រមាណគឺជាពាក្យពិតទាំងអស់ហើយថ្ងៃនេះគាត់ក៏មកចង់បញ្ជាក់បន្ថែមហើយក៏មានសំណួរមួយចំនួនបាទដែលប្តីរបស់គាត់ហ្នឹងបានបញ្ជាក់មកខាងខ្ញុំបាទដើម្បីឲ្យមហាជនគាត់បានដឹងថាបងស្រីហ្នឹងគាត់បាននិយាយថារឿងជាប់ពាក់ធនាគារហ្នឹងបាទ 21000 ប៉ុន្តែខាងប្តីគាត់ថាកុហកទាំងអស់គឺនិយាយបំភ្លើសការពិតគឺការពិតគឺត្រឹមតែ$11000ទេបាទក្នុងការចាក់ធនាគារតើរឿងនេះជាការពិតមែនដោយប្តីរបស់គាត់លើកឡើងឬក៏យ៉ាងណាអញ្ចឹងបងប្អូនមកជួបជាមួយនឹងបងស្រីដែលជាភាគីខាងប្រពន្ធទាំងអស់គ្នាហើយចង់ដឹងច្បាស់ថាតើបាទខាងបងស្រីនេះជាប្រពន្ធចង់ឬមួយក៏ខាងដែលប្រពន្ធដែលគាត់ទៅនៅជាមួយរាល់ថ្ងៃនេះជាប្រពន្ធចង់បាទអ្នកណាជាប្រពន្ធដើមឲ្យប៉ັດប្រកាសឥឡូវនេះអត់ទាន់ដឹងទេដោយសារតែការខមមិនមួយចំនួនពីភាគីខាងប្តីគឺថាបងស្រីនេះបាទគឺជាប្រពន្ធចង់ហើយចំណែកឲ្យខាងប្រពន្ធគាត់ដែលគាត់ទៅនៅជាមួយរាល់ថ្ងៃនេះគឺជាប្រពន្ធដើមវិញឥឡូវនេះទាំងខ្ញុំទាំងមហាជនកំពុងតែមានចង្អុលដូចគ្នាឥឡូវចង់ដឹងនឹងស្រាយចង្អុលឲ្យកាន់តែច្បាស់បាទមកជួបសួរជាមួយនឹងគាត់ទាំងអស់គ្នាតែម្ដងទៅសួរបងចារៀបសួរបាទអញ្ចឹងបងមានឈ្មោះដែរឈ្មោះបើបូនីនណាបាទថ្ងៃនេះគឺមកជាលើកទី2បងណាចាមកជាលើកទី2បាទអញ្ចឹងពាក់ព័ន្ធជាមួយចម្ងល់ដែលទាំងខ្ញុំទាំងមហាជនគាត់ឆ្ងល់មែនតើនៅក្នុងខមមិនណាហើយក៏ដូចជាសាច់ញាតិខាងប្តីបងនេះបានចូលខមមិនថាបងនេះគឺមិនមែនជាប្រពន្ធដើមទេគឺជាប្រពន្ធចង់តើរឿងនេះជាការពិតមែនឬមួយយ៉ាងណាបងអាចបកស្រាយឲ្យផងចំណុចនេះដើម្បីស្រាយចម្ងល់ទៅកាន់បងប្អូនមហាជនឲ្យគាត់អស់ចម្ងល់អញ្ចឹងណាព្រោះឥឡូវភាគីខាងប្តីហ្នឹងគាត់កំពុងតែនិយាយថាបងនិយាយបំភ្លឺការពិតចាខ្ញុំទទួលស្គាល់កាលពីមុនរឿងហ្នឹងចេះកាលពីមុនគ្រូសាខ្ញុំហើយនឹងម្នាក់ស្រីហ្នឹងគាត់ពិតជាប្តីប្រពន្ធមែនចាបន្ទាប់មកគាត់មានបញ្ហាគាត់ថាគ្រូសាគាត់ក្បត់គាត់ថតជាសម្លេងឲ្យបងប្អូនខ្ញុំស្ដាប់ចាហើយគាត់ក៏ពីរអ្នកហ្នឹងគាត់ក៏ចែកផ្លូវគ្នាតែកាលនោះខ្ញុំអត់ទាន់ស្គាល់គាត់ទេគ្រាន់តែថានេះខ្ញុំលើពីបងប្អូនខ្ញុំនឹងញាតិជិតខាងក្មេងៗទេចាបាទអញ្ចឹងមានថាពេលគាត់មកតំណែងមួយបងហ្នឹងក៏បងអត់បានស្គាល់ប្រវត្តិគាត់ច្បាស់ថាគាត់មានប្រពន្ធឬមួយក៏យ៉ាងណាឬក៏មកធ្លាប់បានស្គាល់ប្រពន្ធគាត់អត់ដែរដឹងទេតើតែគាត់លើកប្រាប់ឬមួយយ៉ាងម៉េចដែរចាខ្ញុំអត់ស្គាល់ទេដំបូងខ្ញុំគឺអត់ស្គាល់ចាដល់ពេលបងប្អូនខ្ញុំបានស្ដាប់សម្លេងគាត់កាលនោះទូរស័ព្ទ N.2 កាលនោះចាមានថតសម្លេងចាបងប្អូនខ្ញុំគាត់បានស្ដាប់ហើយក្មេងៗស្ទៀវក៏គាត់បានស្ដាប់អីអញ្ចឹងទៅហើយកាលនោះគាត់រៀងល្អដែរគាត់ធ្វើការធ្វើអីអញ្ចឹងណាចា
ដល់ពេលហ្នឹងគាត់ឮថាគាត់ចែកផ្លូវគ្នាឬបងនិយាយថាចែកផ្លូវគ្នាដាច់ស្រឡះហើយខាងស្រីគេឡើងទៅកូរ៉េគេយកប្តីនៅកូរ៉េចាហើយក៏ខាងគាត់ហើយនឹងបងប្អូនខាងគាត់និងបងប្អូនខាងនាងខ្ញុំហ្នឹងក៏ផ្សំគុំនាងខ្ញុំឲ្យតែហើយខ្ញុំទៅពីពេញហ្នឹងផ្សំគុំឲ្យខ្ញុំតាក់ទងគ្នាឲ្យមើលចិត្តគ្នាអីមួយរយៈក៏តាក់ទងគ្នាហើយក៏រៀបចំនាងខ្ញុំឲ្យហ្នឹងព្រោះគាត់ដាច់ស្រឡះហើយមិនសាហ្នឹងបញ្ជាក់ថាគាត់ដាច់ស្រឡះបាទចារៀបចំឲ្យខ្ញុំនៅជាមួយគាត់បានជិត10ឆ្នាំហើយរងថ្ងៃខ្ញុំមានកូនស្រីមួយអាយុចូលក្បាល8ឆ្នាំហើយបងចាចុងបងបានដឹងថាប្រពន្ធគាត់ដែលគាត់នៅមួយរងថ្ងៃនេះដែលគាត់អះអាងថាជាប្រពន្ធដើមរបស់គាត់នៅជាមួយគ្នាប្រហែលជាប្រហែលឆ្នាំដែរចាតាមដែលខ្ញុំដឹងគាត់នៅជាមួយគ្នាកាលហ្នឹងគឺបាន7ឆ្នាំតែគាត់មានកូនទេមុននឹងគាត់ឡើងទៅកូរ៉េចាតែពេលគាត់ឡើងទៅកូរ៉េហ្នឹងឮដំណឹងថាគាត់មានកូនប្រុសម្នាក់ជាមួយជនជាតិកូរ៉េតែឥឡូវហ្នឹងគាត់អត់ដឹងថាមិនគាត់ទេអត់ដឹងថាគាត់មានបញ្ហាអីនៅកូរ៉េទេហើយគាត់ដឹងថាគាត់មកខ្មែរវិញថ្ងៃណាដែរគឺខ្ញុំអត់ដឹងទេអត់ដឹងសោះមកអត់ដឹងហើយក៏លេចលើដំណឹងថាគាត់តាក់ទងគ្នាជាមួយស្វាមីខ្ញុំឥឡូវហ្នឹងចឹងណាចាហើយខ្ញុំក៏ទៅមិនដឹងដែរដល់ពេលខ្ញុំទៅមិនដឹងថាបងប្អូនខាងម្ដាយក្មេកបងប្អូនសាច់ថ្លៃរៀបចំគាត់សារជាថ្មីហ្នឹងក៏ខ្ញុំអត់ដឹងដែរទៅគាត់ post Facebook ទៅអ្នកភូមិខ្ញុំឃើញថាគាត់មានកូនស្រីមួយទៅកើតហ្នឹងអញ្ចឹងបានខ្ញុំក៏ឆ្ងល់ដែរដល់ពេលអញ្ចឹងខ្ញុំជាប្រពន្ធដើមឬជាប្រពន្ធចុងសូមបងប្អូនជួយវែកញែកឲ្យខ្ញុំផងបាទចេះបើសិនជាប្រពន្ធដើមនិងប្រពន្ធចំបើសិនជាយើងនិយាយប្រពន្ធដើមនិងប្រពន្ធចុងលុះត្រាតាគាត់ហ្នឹងមានប្រពន្ធហ្នឹងក្នុងពេលតែមួយពីរនាក់ទៅទេលុះត្រាណាតាគាត់អត់ទាន់ចប់ដាច់ស្រឡះឬមួយក៏ប្រពន្ធគាត់នឹងអត់មានគ្រួសារទៀតអានោះខ្ញុំទទួលស្គាល់ថាខ្ញុំពិតជាប្រពន្ធចង់មែនតែគាត់មានគ្រួសាររៀងខ្លួនហើយចង់សួរបងឲ្យច្បាស់ចំណុចហ្នឹងបន្តិចអានេះបើឧបមាថាគាត់មានប្រពន្ធគាត់មិនទាន់ដាច់ស្រឡះបើសិនជាបងដឹងថាគាត់មិនទាន់ដាច់ស្រឡះតើបងអាចនឹងយកគាត់ជាប្តីដាក់បានដែរឬមួយយ៉ាងណាដែរចាអត់ទេខ្ញុំអត់ប៉ះទេបងគឺខ្ញុំអត់ប៉ះទេរឿងចឹងគឺខ្ញុំអត់ហើយបើភ្លាមបើខ្ញុំដឹងឧបមាថាភរិយាគាត់នៅជាប់លាប់មួយគាត់ហើយភ្លាមបើខ្ញុំដឹងទោះបីខ្ញុំឆ្លាញ់ដល់ដាច់ខ្យល់ទេគឺខ្ញុំអត់យកដែរចាបាទតែដោយសារតែយើងគិតថាគាត់ដាច់ស្រឡះហើយគាត់ក៏បានបញ្ជាក់ប្រាប់យើងដែរពេលដែលគាត់មកសុំស្រឡាញ់យើងនឹងមកតំណែងជាប្តីប្រពន្ធមួយយើងនេះចាគាត់បញ្ជាក់ឲ្យខាងបងប្អូនសាច់ថ្លៃខ្ញុំគាត់បញ្ជាក់ច្បាស់ហើយម៉ែក្មេកខ្ញុំក៏បញ្ជាក់ច្បាស់ដែរបញ្ជាក់យ៉ាងច្បាស់បងប្អូនសាច់ថ្លៃចូលមករៀបចំឲ្យខ្ញុំបញ្ជាក់ច្បាស់ចាបញ្ជាក់ច្បាស់ហើយថែមទាំងថាឲ្យមនុស្សស្រីម្នាក់ហ្នឹងទៅកូរ៉េហ្នឹងត្រូវគេធ្វើបាបទៀតនិយាយអាក្រក់ពីខាងហ្នឹងទៀតថ្មីហ្នឹងដែលគេទៅបញ្ចេញទៅកូរ៉េចានិយាយហាច់ហួរគ្នាប្រាប់អ្នកភូមិខ្ញុំទៀតអញ្ចឹងមានន័យថាម្ដាយក្មេកបងក៏បានដឹងរឿងហ្នឹងព្រោះដោយសារតែគាត់បានសំគុំជាមួយបងនឹងខាងប្តីហ្នឹងឲ្យត្រូវជាប្តីប្រពន្ធសែនជាមួយគ្នាត្រូវចាតែមួយសារហ្នឹងម៉ែក្មេកខ្ញុំឈឺគាត់បានមកទេប៉ុន្តែដូចថាសាច់ឈាមខាងដូចថាប្អូនម្ដាយក្មេកខ្ញុំហើយបងថ្លៃអីបងថ្លៃខ្ញុំអីចឹងបងថ្លៃខាងហ្នឹងបងប្អូនថ្លៃខាងហ្នឹងគេមកចាទិញផ្លែឈើអីរៀបចំស៊ីតុកធម្មតាហើយដល់ពេលឥឡូវនេះវាមានរឿងនេះកើតឡើងចឹងតើម្ដាយក្មេកបងហ្នឹងគាត់បាននិយាយថាម៉េចទេគាត់និយាយចំតាំងពីដើមមកពេលដែលខ្ញុំធ្លាក់ខ្លួនភ្លាមគាត់បញ្ជាក់ឲ្យកូនគាត់លេងខ្ញុំនៅមុខខ្ញុំក៏មានដែរបងថ្លៃខ្ញុំបញ្ជាក់ឲ្យលេងនៅមុខខ្ញុំក៏មានដែរបងហើយខ្ញុំកាលហ្នឹងខ្ញុំក៏និយាយមួយប្តីខ្ញុំដែរព្រោះច្រើនដងពេកខ្ញុំក៏បានលឺពេលខ្លះលឺនឹងវិជាក៏មានដែរហើយខ្ញុំក៏បានប្រាប់គាត់ដែរខ្ញុំប្រាប់គាត់ច្រើនដងដែរថាបើពិបាករស់នៅជាមួយខ្ញុំពេកឥឡូវខ្ញុំក៏គ្មានស្អីទៀតដែរចែកផ្លូវគ្នាឲ្យបំណុលទាំងអស់ពាក់កណ្ដាលម្នាក់ហើយកូនក៏មិនបាច់ជួយចិញ្ចឹមដែរខ្ញុំអ្នកចិញ្ចឹមតែខ្លួនឯងព្រោះខ្ញុំជាម្ដាយទោះបីខ្ញុំមានគ្រួសារប្រហែលទៀតក៏ដោយក៏ខ្ញុំអាចមានលទ្ធភាពមើលកូនខ្ញុំអាចគិតកូនខ្ញុំគ្រប់នាទីទាំងអស់បើប៉ាយកកូនខ្ញុំទៅចិញ្ចឹមប៉ាអត់មានពេលនៅថែកូនខ្ញុំទេបើប៉ាស្រឡាញ់គេទៀតកូនខ្ញុំវេទនាអញ្ចឹងទោះបីខាងក្រៅមិនក៏ខ្ញុំអត់ឲ្យកូនទៅដែររហូតដល់ខ្ញុំធ្លាក់ខ្លួនខ្លាំងជំរកក៏អត់មាននៅបងជំរកអត់មាននៅជាប់បំណុលដែលនៅសល់ដូចដែលខ្ញុំអត់ប្រាប់អញ្ចឹងគ្រប់បំណុលគ្រប់ពាក្យសម្ដីដែលខ្ញុំនិយាយទាំងអស់មិនថាពេលចាញ់ផុសសារមុនឬមួយផុសម្ដងនេះទេគឺខ្ញុំរក្សាពាក្យសម្ដីប្រឈមមុខច្បាប់ខ្ញុំអត់គិតច្បាប់ទេបងគ្រប់ម៉ាត់ដែលខ្ញុំនិយាយខ្ញុំមានភាពជាកូនស្រីយកបេះដូងជាកូនស្រីមកទីនេះគឺខ្ញុំអត់គិតទេគឺខ្ញុំទទួលខុសត្រូវនៅមុខច្បាប់បើពាក្យសម្ដីខ្ញុំណាមួយនិយាយបំភ្លើសមិនពិតបាទចង់សួរបងមួយចំណុចទៀតពាក់ព័ន្ធតែនឹងការលើកឡើងរបស់ប្តីបងហ្នឹងគាត់បានបញ្ជាក់ប្រាប់ថាគាត់ហ្នឹងអត់ចេះអក្សរទេតើបងធ្លាប់រួមរស់ជាមួយគាត់ហ្នឹងបងបានដឹងច្បាស់ទេថាគាត់ចេះអក្សរឬមួយក៏មិនចេះអក្សរចាប្តីខ្ញុំចេះអក្សរហើយពេលដែលយកលុយធនាគារបងមុននឹងយើងផ្តិតមេដាយយកលុយធនាគារទាំង10000ណាបងគេសួរយើងគេសភាសួរយើងដេញដល់លើក្រមគេសួរយើងសពបែបយ៉ាងទាំងអស់គេអានបញ្ជាក់យើងពីលើដល់ក្រមពីក្រមដល់លើម្ដងជា2ដងបងទូយើងមិនចេះអក្សរក៏យើងស្ដាប់បានដែរហ្នឹងយើងនិយាយភាសាថាអត់ចេះអក្សរចោះចាគេសួរថាយើងយកលុយហ្នឹងទៅធ្វើអីគឺយើងអ្នករៀបរាប់ប្រាប់គេទាំងអស់ណាបងបាត់គេឲ្យហ៊ានឲ្យលុយយើងដល់ប៉ុណ្ណឹងអាហ្នឹងវាជាចំណុចមួយដែលក្នុងការដែលប្តីប្រពន្ធរបស់បងហ្នឹងគឺបានទៅខ្ចីធនាគារអញ្ចឹងធនាគារក៏គាត់បានលើកឡើងពីពាក្យសម្ដីរបស់គាត់ដែលនិយាយមកដើម្បីឲ្យគាត់ស្ដាប់បើឧបមាថាគាត់អត់ចេះអក្សរអញ្ចឹងណាជាចំណុចមួយតែខ្ញុំចង់សួរចំណុចមួយទៀតដែលគាត់លើកឡើងថាបងហ្នឹងបានបបួរគាត់ហ្នឹងទៅសាលាឃុំហើយបបួរគាត់ហ្នឹងលែងលះផ្តិតមេដៃតែគាត់ថាគាត់អត់ចេះអក្សរបងហ្នឹងបែរជាពវៀងដានទៅឲ្យផ្តិតមេដៃរឿងជួយបងបំណុលពាក់កណ្ដាលវិញអាហ្នឹងវាយ៉ាងម៉េចដែរបងចាបងរឿងហ្នឹងខ្ញុំនិយាយឲ្យច្បាស់ទៀតខ្ញុំនិយាយគ្នាហើយដាក់ពាក្យបណ្ដឹងទៅផ្តិតមេដៃលែងលះឲ្យខ្ញុំនឹងបែរចែកបំណុលឲ្យច្បាស់លាស់ពាក់កណ្ដាលម្នាក់
គាត់ក៏ព្រមគ្រប់កន្លែងដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺពាក់កណ្ដាលម្នាក់គ្រប់កន្លែងទាំងអស់មិនថាតិចឬច្រើនទេបងហើយដល់ពេលឃុំគាត់ចេញកណ្ដាស់លេងលះឲ្យហើយពេលហ្នឹងដល់ពេលបញ្ជាក់រឿងបំណុលគឺគាត់ច្រានបំណុលចោលទាំងអស់គាត់ឆ្លើយថាដឹងអត់លឺឃុំគាត់ទាញកណ្ដាស់ទៅវិញគាត់ថាអត់ឲ្យផ្ដិតមេដៃទេផ្ដិតមេកើតបើគេច្រានបំណុលឲ្យយើងតែម្នាក់ឯងទាំងអស់ហើយហ្នឹងគេដកដៃហើយហ្នឹងគឺអត់ទាន់ឲ្យផ្ដិតទេឲ្យខ្ញុំពិចារណាសាថ្មីអញ្ចឹងមានថាពេលទៅផ្ដិតហ្នឹងគាត់អត់ព្រមទទួលផ្ដិតទេគាត់អត់ទទួលផ្ដិតបើគាត់ផ្ដិតគឺគាត់ច្រានបំណុលចោលឲ្យយើងទាំងអស់បងចុះក្នុងកិច្ចសន្យាហ្នឹងមួយឃើញមានលិខិតឯកសារមួយហ្នឹងមានផ្ដិតមេដៃរឿងជួយដោះបំណុលមិនអាហ្នឹងវិញចាដោយសារឃុំក៏ហៅគាត់ម្ដងចូលមកផ្ដិតមេដៃលែងលះនឹងចូលរួមដោះបំណុលក៏ហៅលើកទី1គាត់ចូលមកខ្លួនគាត់ចូលខ្លួនមកតែគាត់អត់ព្រមព្រៀងគាត់ច្រានបំណុលចោលពេលអញ្ចឹងគាត់ក៏មិនអាចឃុំក៏មិនអាចសម្រេចចិត្តឲ្យខ្ញុំផ្ដិតមេដៃម្នាក់ឯងដែរហៅលើកទី2គាត់មកក៏នៅតែហៅលើកទី3គឺគាត់ច្រានចោលគាត់នៅតែអត់មកហើយគាត់ចោលពាក្យសម្ដីថាឲ្យខ្ញុំទៅដល់ណាគាត់ទៅតែក្នុងកិច្ចសន្យាដែលបងឲ្យខ្ញុំមកពីកាលពីថ្ងៃមុនឃើញដូចមានផ្ដិតមេដៃមានការព្រមព្រៀងគ្នាឬមួយយ៉ាងម៉េចក្នុងការដោះបំណុលពាក្យ5នេះមានការព្រមព្រៀងគ្នាតាបងអញ្ចឹងមានថាគាត់ព្រមផ្ដិតមេដៃគាត់ព្រមផ្ដិតមេដៃប៉ុន្តែគាត់ថាផ្ដិតមេដៃលែងលះគាត់អត់ហើយគាត់បានសន្យានៅឃុំទៀតថាបើប្រមូលផលស្វ័យចន្ទទេហើយម្សាហ្នឹងខ្ញុំដូចថាម្សាហ្នឹងខ្ញុំទាគាត់តែ5000ទេខ្ញុំម្សាហ្នឹងខ្ញុំគិតថាខ្ញុំទាគាត់តែ5000ទេប្រមូលផលស្វ័យចន្ទទីហ្នឹងត្រូវឲ្យខ្ញុំ5000ហ្នឹងមកខ្ញុំយកទៅសងគេនេះខ្លះឯនោះខ្លះទៅដើម្បីសម្រួលសល់ប្រមាណគឺខ្ញុំអ្នករ៉ាប់រងតែកុំឲ្យថាសួរទៅមកចំហៀងអញ្ចឹងណាកុំឲ្យថាសួរទៅបងមកចំហៀងព្រោះការលើកឡើងរបស់ខាងប្តីហ្នឹងគាត់ចង់ខ្ញុំក៏ឆ្ងល់ចំណុចមួយដែលថាគាត់អត់ផ្ដិតមេដៃលែងលះចុះហេតុអីក៏គាត់ផ្ដិតមេដៃទៅលើការដែលបងបំណុលអ្នកពាក់កណ្ដាលហ្នឹងវិញគាត់ចង់និយាយថាគាត់ផ្ដិតមេដៃហ្នឹងគាត់កតាផ្ដិតមេដៃហ្នឹងគាត់សុខចិត្តបងពាក់កណ្ដាលម្នាក់ហ្នឹងគាត់បងធនាគារហ្នឹងដូចថាគាត់300000ខ្ញុំ300000ណាសារហ្នឹងណាប៉ុន្តែគាត់អត់បានធ្វើតាមលក្ខខណ្ឌហ្នឹងទេបងហើយឲ្យលុយតែ5000យកមកឲ្យខ្ញុំដែរសន្យានៅកន្លែងឃុំហ្នឹងក៏អត់ដែរពេលអញ្ចឹងខ្ញុំពិបាកបងខ្ញុំទប់ទល់2ឆ្នាំហើយពេលអញ្ចឹងខ្ញុំចង់ឲ្យគាត់ចូលមកដល់ស្រ័យមកខ្ញុំសូមរក្សាពាក្យសម្ដីដែលគាត់និយាយជាមួយខ្ញុំតែ2នាក់ថាគ្រប់កន្លែងគឺពាក់កណ្ដាលម្នាក់ព្រោះគាត់ជាកូនប្រុសកម្លាំងនៅពេញហើយខ្ញុំជំងឺពេញខ្លួនខ្ញុំបន្ទុកកូន2អត់ជំរកនៅអញ្ចឹងខ្ញុំខ្លួនខ្ញុំជាស្រីផងខ្ញុំគិតថាខ្ញុំអាចរ៉ាប់រងបានតាមលទ្ធភាពដែលខ្ញុំមានឥឡូវចាក់ស្ដែងគាត់បានផ្ដិតមេដៃលើបំណុលហ្នឹងអ្នកពាក់កណ្ដាលហើយប៉ុន្តែឥឡូវនេះគាត់បែរជាអត់ទទួលស្គាល់វិញតែគាត់បានដឹងទេដឹងខ្លួនថាពេលដែលគាត់ចាក់ចេញទៅគាត់បានផ្ដិតមេដៃហើយគាត់បានដឹងខ្លួនអត់កណ្ដាលធនាគារហ្នឹងធនាគារចេញឲ្យគាត់មួយខ្ញុំមួយបងថ្លៃខ្ញុំមួយផ្ដិតឲ្យអស់ហើយតែគាត់អត់ធ្វើតាមកិច្ចសន្យាអញ្ចឹងមានថាពេលដែលកណ្ដាលធនាគារចេញឲ្យហ្នឹងគាត់ទទួលស្គាល់ដែរថាគាត់ត្រូវតែមានភារកិច្ចជួយបងពាក់កណ្ដាលចាចេញឲ្យកណ្ដាលធនាគារ3បងថ្លៃខ្ញុំមួយខ្ញុំមួយគាត់មួយអញ្ចឹងគាត់ដឹងដែរចឹងគាត់ដឹងតែហេតុអីក៏ឥឡូវនេះគាត់ថាគាត់អត់បានដឹងទេថាបងហ្នឹងនិងបងប្អូនខាងបងហ្នឹងគៀបសកត់ខាងគាត់ចាបងប្អូនខ្ញុំគៀបសកត់ខាងគាត់ត្រង់ណាគៀបសកត់អីខ្លះបងអាចចូលមកដល់ស្រីមួយខ្ញុំបានប្រឈមមកទល់មុខគ្នាបានដល់ស្រីមិនឡានទូកង់បងប្រុសខ្ញុំឲ្យលុយម្ដង2លានកូនឈឺឲ្យលុយក្មួយយកកូនទៅឲ្យលុយប្អូនយកកូនទៅពេទ្យខ្ញុំឈឺពេលខ្លះបងខ្ញុំឲ្យលុយខ្ញុំទៅមើលខ្លួនអាហ្នឹងគេហៅថាគៀបសកត់មិនមែនហើយគាត់មិនដែលយកសំណងទៅវិញទេពេលដែលគាត់នឹងមានលុយបាទចាសូម្បីតែពេលគាត់បកបញ្ហានៅតាមស្រុកភូមិពេលខ្លះបងប្អូនខ្ញុំក៏ចេញលុយឲ្យគេអីលេចកើតដើម្បីឲ្យប្អូនរួចខ្លួនយកខ្លួនទៅពាំងមិនក៏មានដែរអញ្ចឹងសួរថាកន្លែងហ្នឹងមែនដែលបងប្រុសខ្ញុំគាត់គៀបសកត់ទៅលើប្តីខ្ញុំកន្លែងណាដែលបងខ្ញុំគៀបសកត់បាទបងឯងចូលមកតជាមួយខ្ញុំហើយបងឯងជួយនិយាយប្រាប់ខ្ញុំបន្តិចមកបាទចាអញ្ចឹងពាក់ព័ន្ធមួយលុយទៀតគាត់បានលើកឡើងថាបងហ្នឹងនិយាយបំភ្លឺទាំងស្រុងរឿងធនាគារហ្នឹងจะពាក់តែ$11000ទេតែបងបានលើកឡើងថ្ងៃមុនហ្នឹងគឺថា$21000ហ្នឹងបងអាចបញ្ជាក់តិចបានកុំឲ្យថាគាត់បញ្ជាក់ថាបងហ្នឹងចោទបងថាបងហ្នឹងបំភ្លឺចាធនាគារយកទាំងអស់$18500ខាងស្ថាបនាបងហើយទី2ម្ដាយខ្ញុំបង្កើតយកឲ្យ$3000ហើយនៅមានប្អូនប្រុសខ្ញុំទៀតគាត់ផ្ទេរដីឲ្យខ្ញុំគាត់ឲ្យខ្ញុំបងជាមួយគាត់ហ្នឹង$5500ដី2ហាត់តែដីហ្នឹងខ្ញុំលក់បាត់ហើយខ្ញុំលក់បាត់យកលុយហ្នឹងទៅទិញឡានមកបាំងកាឡាប្តីខ្ញុំទៀមទាទិញយកមកដឹកចន្ទីមួយទៀតឡានមួយទៀតហ៎បងចាយកឡានហ្នឹងមកដឹកចន្ទីដល់ពេលរួចគាត់ត្រូវបងលុយជាមួយប្អូនខ្ញុំតាមកណ្ដាលធនាគារប្អូនរហូតថ្ងៃមួយប្អូនគាត់ក៏បែកបាក់គ្រួសារគាត់ត្រូវការលុយទៅទាំងប្រពន្ធទៀតគាត់ត្រូវការលុយចាំបាច់ចាត្រូវការលុយចាំបាច់ខ្ញុំអត់ដឹងធ្វើម៉េចទេប្តីខ្ញុំក៏គិតគាត់អត់នៅរោទេពេលហ្នឹងអត់ដឹងថាគាត់ទៅណាមកណាទេគឺគាត់អត់នៅរោស៊ីទេគាត់ទុកឡានឈរចោលទាំងពីរឡានទាំងពីរទុកឈរចោលទាំងពីរគេដឹកក្រឹតឡានខ្ញុំដេកផ្ទះហើយដល់ពេលប្អូនខ្ញុំក៏ត្រូវការលុយហើយបំណុលឆ្វេងស្ដាំក៏ត្រូវការលុយហើយខ្ញុំម្នាក់ឯងខ្ញុំគិតអីអត់ចេញទេបងខ្ញុំក៏លក់ឡានហ្នឹងទៅបានតែ$4500ទេខ្ញុំសងទៅប្អូនខ្ញុំចំនួនហ្នឹងដូចជា3000ជាងបងហើយសងទៅខាងបំណុលនៅកំពង់ថ្មនោះឆ្វេងស្ដាំតិចតួចមានអា1000មានអា500ហើយពេលហ្នឹងក៏ខ្ញុំមកលូកកូនមួយដែរបងអាពេលលក់ឡានហ្នឹងខ្ញុំលូកកូនមួយដែរខ្ញុំទៅយកកូនចេញនៅស្ទឹងត្រង់ពេទ្យសម្អាតអត់ស្អាតខ្ញុំទៅយកនៅពេទ្យនៅខេត្តកំពង់ចាមណាខ្ញុំភ្លេចឈ្មោះបាត់តែខ្ញុំទៅយកនៅហ្នឹងម្ដងទៀតពេលហ្នឹងប្តីខ្ញុំអត់មកហើយនៅសល់លុយជាប់ខ្លួនតិចតួចទៀតតែបងថ្លៃខ្ញុំថាខ្ញុំយកលុយហ្នឹងទៅលេងបៀឬមួយក៏យកទៅចាក់ឆ្នោតរកផតតាំងឲ្យខ្ញុំឲ្យបានច្បាស់លាស់ចាជួយរកផតតាំងឲ្យខ្ញុំឲ្យបានច្បាស់លាស់ផងចំណុចហ្នឹងក៏ខ្ញុំឃើញមានខមមិនដែរខមមិនថាខ្ញុំលេងល្បែងហើយលេងល្បែងលេងឆ្នោតលេងអីសុំរកផតតាំងឲ្យខ្ញុំឲ្យបានច្បាស់លាស់ដោយតែផតតាំងដែលខ្ញុំមានឲ្យបងប្អូនបានឃើញដូចគ្នា
រកឲ្យខ្ញុំដូចគ្នាខ្ញុំបងពេលខ្ញុំធ្លាក់ខ្លាំងខ្ញុំយកកូនចេញក៏ពិតមែនខ្ញុំដើរខ្ញុំអត់ដែរស៊ីឈ្នួលគេតាមហ្នឹងឯងបងខ្ញុំធ្លាក់ខ្ញុំដើរអូសមេចន្ទីមួយថ្ងៃបានតែ30000ទេអូសមេចន្ទីដើររើសដើមដលងដើរដើមដលងមិនក៏មានដែរបងខ្ញុំយកមកចិញ្ចឹមកូនហើយប្តីខ្ញុំគាត់យករួចខ្លួនទេលឺតែខ្ញុំលក់ឡានគាត់ត្រឡប់មកវិញតែពេលហ្នឹងក៏ខ្ញុំអត់មានលុយនឹងខ្លួនដែរព្រោះខ្ញុំសងគេអស់ហើយអញ្ចឹងពេលបងលក់ឡានថ្មីហ្នឹងក៏គាត់មកវិញដែរគាត់មកវិញតែខ្ញុំពេលហ្នឹងខ្ញុំអត់មានលុយសល់ទេព្រោះម្ចាស់បំណុលទាំងអស់គេសកត់ខ្ញុំតែម្នាក់ឯងទេបងគេដាក់ពាក្យបណ្ដឹងទៅឃុំដាក់ពាក្យគឺខ្ញុំទៅដាក់ពាក្យគឺខ្ញុំទៅគឺបំណុលឯកជនទាំងស្រុងគេដាក់ពាក្យខ្ញុំទៅឃុំគេប្តឹងខ្ញុំគ្រប់បែបយ៉ាងគ្រប់កន្លែងគឺគេប្តឹងខ្ញុំតែខ្ញុំអត់មានកិច្ចពីបំណុលមួយណាទេគឺខ្ញុំប្រឈមមកគ្រប់បំណុលគាត់មកនោះមកក្នុងន័យអីគេដែរពេលមកនោះគាត់ថាគាត់ចិត្តអត់ដាច់គាត់ទុកបំណុលឲ្យប្រពន្ធសងគេតែម្នាក់ឯងពេលហ្នឹងគាត់ថាគាត់ចិត្តអត់ដាច់ថ្មីទៀតដែរបងវាច្រើនឆ្នាំដែរហើយបងពេលហ្នឹងតែពេលនោះអត់ដឹងថាគាត់ទៅយកប្រពន្ធមួយទៀតអត់ទេអត់មានពាក់ព័ន្ធអត់អីប៉ុន្តែឃើញគាត់ឆាតវីដេអូអីខ្ញុំមិនដែរហាមទេព្រោះធ្លាប់ជាអតីតខ្ញុំមិនដែរហាមទេតាំងពីខ្ញុំចាប់ដៃគាត់ក៏ដោយក៏ខ្ញុំអត់ដែរហាមដែរបងនិយាយអីក៏និយាយទៅព្រោះធ្លាប់មានអតីតចឹងនិយាយអីខ្ញុំមិនចេះហាមទេចាតាំងពីដើមតាំងពីខ្ញុំយកគាត់និយាយធម្មតានិយាយទៅឲ្យមើលកូនខ្ញុំនិយាយលេងមកកូនខ្ញុំក៏ខ្ញុំអត់ដែរហាមដែរខ្ញុំបើកចំហអត់ដែរហាមទេបងមានបានចាប់អារម្មណ៍ថាគាត់ទៅយកក្រោយនេះបងបានដឹងច្បាស់ទេថាពេលដែលគាត់ចាក់ចេញពីបងទៅនឹងទៅយកប្រពន្ធដែលខលទូរស័ព្ទមួយកូនយើងមួយអីពីមុននេះច្បាស់ព្រោះដោយសារខ្ញុំច្បាស់ខ្ញុំដឹងលះហៀងកាត់ដូចនិយាយចឹងខ្ញុំដឹងលះហៀងតែមនុស្សខ្ញុំបើអ្វីមិនឃើញច្បាស់អ្វីដែលមិនច្បាស់លាស់គឺខ្ញុំអត់និយាយទេសូម្បីកូនស្រីខ្ញុំដឹងពេលក្រោយនេះដែរទេឥឡូវនេះទេបងថ្មីនេះទេពេលដែលគាត់និយាយហ្នឹងក៏យើងនឹកស្មានដល់ហើយពេលដែលគាត់ចាក់ចេញពីយើងក៏យើងអត់នឹកស្មានដល់ថាគាត់ទៅយកប្រពន្ធនឹងដដែលទេខ្ញុំនឹកស្មានអត់ដល់ដែរព្រោះបងខ្ញុំគិតថាអីណោះគេធ្លាប់មនុស្សស្រីម្នាក់ដែលធ្លាប់គេមើលងាយជន់ឈ្លីដល់ហើយហួរហើយបើសិនជាខ្ញុំវិញខ្ញុំអត់ប៉ះទេទោះមនុស្សប្រុសនឹងល្អប៉ុណ្ណាហើយខ្ញុំវេទនាប៉ុណ្ណាក៏ខ្ញុំអត់ប៉ះវិញដែរតែលក្ខណៈថាអស់សាច់ដូចគ្នាចឹងហ៎បងអីណោះអត់ប្រហែលជាមានឃើញគេមានលុយឯនេះរត់ទៅចឹងណាចាអីណោះមិនដឹងជាបើមនុស្សស្រីយើងទោះបីបែកប្តីទោះបីមានប្តីជនជាតិសាសនាក៏ដោយបើសិនជាខ្ញុំវិញមានប្តី10គឺខ្ញុំសប្បាយយកកូនទាំង10ទៅសប្បាយទៅប្រហែលគឺខ្ញុំអត់ត្រូវការទេខ្ញុំយកទៅកូនអាហ្នឹងខ្ញុំអត់ចាប់បំណុលជាមួយអ្នកណាតាមការគិតបងប្តីបងចេញពីបងហ្នឹងដោយសារតែគាត់ឃើញលុយខាងប្រពន្ធដើមគាត់ថានៅវិញចាឃើញលុយហើយនឹងខាងនោះគេមានផ្ទះសបែងអីចឹងតែបងខ្ញុំប្រាប់មួយទៀតខ្ញុំនិយាយអត់ទាន់អស់ពេលដែលគាត់បែកគ្នានឹងខ្ញុំរៀបចំឲ្យបានប្រហែលខែលេចលើថាខាងគ្រួសារប្តីខ្ញុំនឹងប្តីខ្ញុំនឹងជាប់បំណុលនឹងអូ5ហ្នឹងបាទប្រាប់ខ្ញុំមកពេលហ្នឹងខ្ញុំក៏ហួចចិត្តដែរតែខ្ញុំនឹកឃើញថាយើងបានគ្នាជាប្តីប្រពន្ធហើយខ្ញុំខ្ជិលវែងឆ្ងាយខ្ញុំកាលហ្នឹងខ្ញុំជួយចេញសងទៀតទៅបងម្ចាស់បំណុលនៅអូ5ហ្នឹងគឺគាត់នៅរស់ទេខ្ញុំជួយចេញសងទៀតព្រោះលុយហ្នឹងខ្ញុំអត់បានចាយទេហើយលុយហ្នឹងក៏ខ្ញុំអត់បានពាក់ព័ន្ធដែរតែខ្ញុំនឹកឃើញថាមើលទៅកាលហ្នឹងប្តីខ្ញុំក៏រកដែរចាខ្ញុំនឹកឃើញថាខ្ជិលឲ្យប្តីអាប់មុខអាប់មាត់ខ្ញុំសុខចិត្តសងជំនួសទៀតចាអញ្ចឹងដែលគាត់ថាគាត់ទៅតែខ្លួនទៅតែខោមួយនឹងអាវមកកាផ្លេហ្នឹងទេគាត់អត់មានបានយកលុយយកទ្រព្យសម្បត្តិអីចេញសោះហើយបងបានលក់ឡានលក់អីហើយបងសងបំណុលអត់គ្រប់ដែលគាត់លើកឡើងអញ្ចឹងថាសងបំណុលអត់គ្រប់បើសិនជាគាត់វិញគាត់សងគ្រប់បាត់ហើយមិនគ្រប់មករករឿងគាត់ទៀតគាត់ចង់មានអីអញ្ចឹងចារឿងហ្នឹងបើច្បាស់ជាងគេមានតែប៉ាហើយនឹងខ្ញុំទេមានតែប្តីខ្ញុំនឹងខ្ញុំមានតែច្បាស់ជាងគេគឺគ្រួសារខ្ញុំទាំងពីរអ្នកហ្នឹងច្បាស់ជាងគេហ្មងចូលមកតទល់គ្នាមកនេះបងខ្លាញ់ខ្ញុំវល់ជាសម្លេងមកថ្ងៃមិញពេលខ្ញុំកំពុងតែធ្វើការឥឡូវហ្នឹងខ្ញុំទៅមកពីធ្វើការខ្ញុំមកជួបបងសាព័ត៌មានហ្មងគាត់ថាបងគាត់មកតែកៅមកចកេះទេហើយទៅវិញតែកៅមកចកេះខ្ញុំទទួលស្គាល់គាត់មកតែកៅមកចកេះទេបងប៉ុន្តែគាត់ទៅវិញគាត់ទុកបំណុលឲ្យខ្ញុំជាច្រើនឲ្យខ្ញុំទទួលបន្ទុកម្នាក់ឯងទាំងអស់ហើយគាត់ថាបងគាត់ទុកផ្ទះទុកដីទុកឡានឲ្យខ្ញុំចានេះផ្ទះដីឡានគឺគាត់ទុកឲ្យខ្ញុំទាំងអស់ជំងឺគ្រប់យ៉ាងទាំងអស់គឺដោយសារខ្ញុំគិតច្រើនហ្មងគិតច្រើនណាស់ទៅជាឈឺសពបែបយ៉ាងទាំងអស់ព្រោះខ្ញុំជាអ្នកប្រឈមមុខនឹងបំណុលទាំងអស់បំណុលធំតូចគឺខ្ញុំទាំងអស់គេស្គាល់តែលេខទូរស័ព្ទខ្ញុំទេគេអត់ស្គាល់ប្តីខ្ញុំទេលេខទូរស័ព្ទប្តីខ្ញុំគឺគេអត់ស្គាល់គឺគេរត់តែខ្ញុំទេខ្ញុំជាផ្ទាំងស៊ីបរបស់ម្ចាស់បំណុលទាំងអស់គ្រប់បំណុលទាំងអស់មិនមែនក្នុងការសម្រេចចិត្តទៅខ្ញុំម្នាក់ឯងមុននឹងខ្ញុំទៅយកបំណុលនៅទីណាកន្លែងណាយកមកដោះស្រាយគឺខ្ញុំភាសាគ្នាប្តីប្រពន្ធគ្រាន់ថាប្តីខ្ញុំក៏អត់ចេញមុខទេគឺខ្ញុំម្នាក់ឯងគត់ចាខ្ញុំផ្ទាំងស៊ីបរបស់ម្ចាស់បំណុលទាំងអស់តែខ្ញុំអត់តិចទៅណាបងគ្រប់បំណុលទាំងអស់ខ្ញុំប្រឈមមុខខលមុខខ្ញុំ24ម៉ោងគឺខ្ញុំលើក24ម៉ោងថ្ងៃណាមួយដែលខ្ញុំគ្មានលទ្ធភាពខ្ញុំអស់លទ្ធភាពខ្ញុំទៅលេងរួចខ្ញុំហុចដៃអ្វីខ្លះយកខ្ញុំទៅធ្វើអីក៏យកទៅបងខ្ញុំអត់ថាអីខ្ញុំគឺមិនតិចដាច់ខាតខ្ញុំហួសចិត្តនឹងប្តីខ្ញុំរឿងស្វាយចន្ទីខ្ញុំនិយាយទៅថាតែខ្ញុំហួសចិត្តត្រង់ថាអត់អសូរប្រពន្ធមិនតិចសោះបងអាពេលដែលប្រមូលលុយទៅនឹងហើយអាពេលដែលប្រពន្ធទៅធ្វើនឹងទៅទាំងឈឺហាលភ្លៀងហាលខ្យល់កូនទៅដឹកទឹកទាំងកានឲ្យនឹងប្តីអត់មានអសូរសំបីតែបន្តិចតែម្ដងឯងយកលុយនឹងទៅធ្វើខ្សែកខ្សែដៃទិញម៉ូតូហើយរៀបគ្រួសារថ្មីនឹងអត់មានអសូរថាកូនតូចទៅហាលភ្លៀងហាលខ្យល់ទេគឺអត់មានអសូរហ្មងមានបេះដូងជាកូនប្រុសដែរអ្នកមានបេះដូងជាកូនប្រុសអត់ខូចឈ្មោះគេប្រុសអស់ហើយមើលផងគេប្រុសគ្រប់គ្នាគេទទួលអាមេរិកអីខ្លះគេអត់ឲ្យបន្ទូ3ហត់នឿយមិនគេឲ្យប្រពន្ធកូនគេវេទនាដូចខ្ញុំទេតែអ្នកជាប្រុសហេតុអីបានទម្លាក់បំណុលទម្លាក់សពបែបយ៉ាងសំពាយគ្រប់បែបយ៉ាងឲ្យខ្ញុំទាំងដែលដឹងថាខ្ញុំមានជំងឺជាប់ខ្លួនអ្នកនៅជាមួយខ្ញុំរហូតហេតុអីអ្នកធ្វើអញ្ចឹងកើតដែរអ្នកគិតឲ្យពិចារណាផងខ្ញុំអត់មានទៀមទាថាចង់បានអ្នកមកវិញទេហើយប្រាប់បងថ្លៃផងអត់ឲ្យខ្ញុំហៅបងថ្លៃខ្ញុំទទួលស្គាល់ខ្ញុំអត់ចង់ហៅហ្មងទេហើយបងប្រុសបងឯងល្អពេកលើលោកនេះមានតែ2នាក់បងប្រុសបងឯងនឹងខ្ញុំសុខចិត្តផ្ដាច់ពូជមនុស្សចោលអត់បងឯងខ្ញុំអត់ដាច់ខ្យល់ទេបងខ្ញុំផ្ដាំប្រាប់ហើយវយសំលេងមកខ្ញុំភ្លាមលុបភ្លាមវយសំលេងមកខ្ញុំភ្លាមលុបភ្លាមបងឯងឆ្លាតតែខ្ញុំក៏លឿនដែរបង
សំឡេងគ្រប់សំឡេងបងវយមកខ្ញុំបាញ់ទៅមិត្តភក្តិខ្ញុំទាំងអស់មុននឹងបងលោកបង បងប្អូនទាំងគ្នានេះជាការលើកឡើងទាំងស្រុងតែម្ដងរបស់បងស្រីដែលជាភាគីខាងប្រពន្ធដោយខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងតាំងពីវីដេអូទី1នោះខ្ញុំបញ្ជាក់ទៅកាន់ភាគីខាងប្តីអញ្ចឹងណាថាបើសិនជាគាត់មានចម្ងល់ឬមួយក៏ថាបងស្រីនេះគាត់ចេះតែនិយាយបំភ្លឺឬមួយក៏ខុសពីការពិតទាំងអស់ដែលគាត់មិនបានធ្វើបែបនោះមែនអញ្ចឹងគាត់អាចមកបកស្រាយបានខ្ញុំទទួលបកស្រាយ24ម៉ោងលើ24ម៉ោងរាល់ពេលម៉ោងធ្វើការទេបាទហើយគាត់ខលមកបញ្ជាក់ខ្ញុំក៏នៅឥឡូវនេះយកពំនាំជាមួយនឹងការលើកឡើងខាងប្តីនឹងមកសួរជាសំណួរទៅកាន់បងស្រីហើយសូមបញ្ជាក់ផងដែរថាខ្ញុំមិនមែននៅមកចំហៀងពីសម្ភារតែខាងបងស្រីអត់ទេខ្ញុំបានតំណែងជាមួយប្តីរបស់គាត់ដែរគាត់បានខំមកខ្ញុំជាច្រើនលើច្រើនសារដែរខ្ញុំបានបញ្ជាក់ថាបងមកបកស្រាយបានការយ៉ាងឡាខ្ញុំទទួលទេបាទបកស្រាយចុះបងបើសិនជាការលើកឡើងនឹងចាត់ប្រកាន់ខាងបងនេះជាប្តីនេះបាទទាំងបងមិនបានធ្វើអញ្ចឹងបងឲ្យមកបកស្រាយមកដើម្បីឲ្យមហាជនគាត់ស្រាយចម្ងល់ឲ្យគាត់យល់កុំឲ្យថាអូគាត់ខមមិនចេះមួយចេះពីរដែលមិនល្អសម្រាប់បងដែលជាប្តីអញ្ចឹងណាអញ្ចឹងបងមកបកស្រាយមកបាទរាល់ចម្ងល់ទាំងមួយក៏ដូចជាបញ្ហាទាំងមួយរឿងគ្រួសារបងអាចបកស្រាយឲ្យប្រកាន់មហាជនទៅកុំឲ្យគិតថាអូបងស្រីគាត់ចេះតែនិយាយចេះចាត់ប្រកាន់ខាងបងជាប្តីនេះមិនល្អចំពោះគាត់អីចឹងណាបងប្អូនអរគ្នាបាទហើយរឿងរ៉ាវនេះគឺមានតែប៉ុណ្្នេះហើយដោយសារតែបងស្រីគាត់លើកឡើងបាទសំសំណុំពរតាមរយៈវីដេអូទី2ដោយសារតែខាងបងប្អូនសាច់ញាតិខាងប្តីរបស់គាត់នោះបានវយសម្លេងមកគាត់បញ្ជាក់ពីចំណុចដែលគាត់បានបំភ្លឺអីចឹងណាបងប្អូនអរគ្នាហើយខ្ញុំក៏នៅសំឈរនៅចំណុចកណ្ដាលដែរអត់មានថាអូសភាខាងបងស្រីលំអៀងទៅខាងបងស្រីឬមកសភាខាងប្តីលំអៀងទៅខាងប្តីអត់ទេបាទអញ្ចឹងក្នុងការបកស្រាយនៅតែរងចាំបកស្រាយដូចគ្នាបាទអរគុណមែនតើរយកំហុសខុសឆ្គងត្រង់ប្រការណាមួយមិនសមរម្យក៏សូមខន្តីអភ័យទោសដល់លោកខ្ញុំទាំងក្រុមការងារផងសូមអរគុណសូមលំអរកាយគ្រប់លា